lá chui của ma cầm prếคือ$250cái sàn để liến bài chui bạch chạy buôn đòn nhạc mếคือจำนวน$150ហើយនឹងជួនកូនស្រីអ្នកមេគឺ$50ហើយជួនលោកគ្រូស្ទេតារាគឺ$50សាធុចេះសរុបក្រុមគ្រួសាររបស់គាត់គឺស្មើ$1000នៅកូនស្រី50ទៀតចឹងគាត់ភ្លេចចឹងយកដករបស់ខ្ញុំ50ទៀតចាចាចឹងខ្ញុំយក100ចាគាត់ប្រាប់ខ្ញុំខ្លួនឯងថាចាចាំអ្នកមេចាត់ចែងតាមហ្នឹងលោកស្រីណាដុកនឹងក្រុមគ្រួសារបាទកសាងប្រាសាទ$1,075ជួនបច្ច័យ4អ្នកមេគឺ$25គឺសរុប$100លោកស្រីស៊ីខែនិងក្រុមគ្រួសារកសាងប្រាសាទ$1,000គឺ$40អញ្ចឹងសម្រាប់របស់គាត់គឺតម្លាក់គាត់គឺ$40ដូច្នេះសរុបទាំងអស់គឺ$1,140បាទក្រុមគ្រួសារមួយស្រីឆៃដុកសាធុ$1,000លោកស្រីឡាដុកនោះគឺ$100ណា$1,100ហើយនឹងលោកស្រីស៊ីខែ40$ទាំងអស់គឺ$1,140បាទសាធុបាទសាធុកូនអើខអីខូចចៅធ្វើកូនបាទនេះគាត់បានចូលបច្ច័យរួមទាំងអស់គ្នានៅសហរដ្ឋអាមេរិកណាដើម្បីយកមកធ្វើបុណ្យនៅប្រទេសខ្មែរយើងកសាងប្រាសាទ100,000ផងនិងចូលរួមវរណាបច្ច័យ4ប្រគេនដល់ម្ចាស់តាហើយនឹងជួយដល់កុមារកំព្រាណាសូមជូនបនកសលផលបនដល់ម្ចាស់ទាននៅសហរដ្ឋអាមេរិកដែលមានឈ្មោះនៅខាងក្រោមនេះបាទគឺជាសប្បុរសជនខ្មែរយើងនិងជាពុទ្ធបរិស័ទរស់នៅសហរដ្ឋអាមេរិកកូនស្រីយើងនៅមេក្អកជាប់ខូឡូរ៉ាដូ USA ចូលរួមមគ្គផលជាមួយអ្នកមេណាឃើញទេច្បាស់អញ្ចឹងលោកស្រីសេងយ៉ាន់ដុកនិងស្វាមីឆៃដុកកសាងប្រាសាទ$100,500ជួយកុមារកំព្រា$250ជូនបច្ច័យ4អ្នកមេ$150ជូនកូនស្រីអ្នកមេ$50ជូនលោកគ្រូសេកតារា$50សរុប$1,000 $1,100 1000កន្លែងហ្នឹង1000សិនណាលោកស្រីឡាដុកនិងក្រុមគ្រួសារកសាងប្រាសាទ$175ជូនបច្ច័យ4អ្នកមេ$25សរុប$100លោកស្រីស៊ីខែនិងក្រុមគ្រួសារកសាងប្រាសាទ$100,040សរុប$40អញ្ចឹងសរុបទាំងអស់$1,140ចឹងចុចណាបាទសាធុណាបាទខ្ញុំបាទលោកគ្រូសេកតារាសូមជូនអ្នកផលកសលផលបនដល់ម្ចាស់ទានដែលមានរាយឈ្មោះខាងលើនេះសូមឲ្យកសលដែលចេញពីទឹកចិត្តសទ្ធាជ្រះថ្លាណាតម្កល់គ្រប់ជាន់គ្រប់ជាតិកើតជាតិណាស្គាល់តែមានបានណាកើតជាតិណាសម្បូរដោយលៀបសម្បូរដោយទ្រព្យមានសំណាងណានៅលើទ្រព្យសម្បត្តិម៉ែឪណាកើតមកសំណាងតែហ្មងបាទហើយសម្បូរដោយសុខភាពបរិបូរណ៍ណាសម្បូរដោយប្រាជ្ញាឆ្លៀសវៃគ្រប់ជាន់គ្រប់ជាតិកើតជាតិណាជួបតែព្រះច្បាស់នឹងធម៌ជួបតែមនុស្សល្អមនុស្សបន់ណាហើយក៏សូមឲ្យមហាកុសលដែលកើតចេញពីសទ្ធាជ្រះថ្លានេះសូមឲ្យជួយមហានគរយើងកាន់តែរឹងមាំសូមឲ្យមានសត្រូវចាញ់សូមឲ្យមានសត្រូវវិនាណាមុនខ្មៅទាំងឡាយដែលធ្វើមកប្រទេសខ្មែរយើងនេះសូមឲ្យវិនាសាបសូន្យវិនាសន្តិអសេសតោសូមឲ្យទេវតាឆ្នាំថ្មីបីបាច់ថារសាក្រុមគ្រួសារបងប្អូនយើងណាកូនខ្មែរទាំងអស់ទូទាំងមហានគរមិនថាក្នុងប្រទេសក្រៅប្រទេសសូមឲ្យបានសិរីសួស្តីគ្រប់ប្រការណាអាយុវណ្ណៈសុខៈពលៈបដិភានៈកំបីឃ្លៀងឃ្លាតឡើយសូមរតនាបុណ្យសូមអ្នកមោទនាបុណ្យលោកអើយមានជួនកូនហើយពីអ្នកកូនស្រីបាទ100ហ្នឹង2នាក់ណាចែកគ្នាបាទនេះចែកគ្នា2នាក់ណាបាទសាធុនេះលុយចំពោះទៅដល់មេដាបៃតា
កូនគ្រូឧបជាយាចាកូនយាទេតា7សន្តានជីដូនជីតារស់នៅក្តីណាលោកម្ចាស់ចែកឋានសូមជូនមគ្គផលកុសលថ្កើងថ្កានសូមសុខសេមខ្សានដល់ឋានផុតទុក្ខពវិវនវានិវេកយងសាពេលោកាមហេយេសត្តាជីវន្តាហារហេតុកាមនុញ្ញភោចនាងសាពេលភ័នតុមេមេចេតសាទេចៃកសលថតបនតែបងប្អូនចូលមកគ្រប់ពេលគឺអ្នកមេគឺសូត្រធម៌នេះរហូតអញ្ចឹងបានន័យថាបច្ច័យនេះគឺជាបច្ច័យភ្លើងចាប៉ះពេលណារលាកពេលនោះហើយប្រឹងមិនជួយអ្នកផលផងកូនណាព្រោះមិនបានទៅអុជធូបប្រមេធននេះណាកូនណាជួយអ្នកផលដល់កំផងហ្នឹងហើយចាក់ទៀនទាំងអស់អនុមោទនាទទួលកសលសាធុសូមអ្នកមោទនីសូមរតនាបនលោកអើយឥឡូវលុយនៅក្នុងនេះដែលកូនជូនមកណាមេហ្នឹងណាគាត់នោះជូនណាមេណា50កូនស្រី50ដល់កូនស្រីគេអត់ជូនគេយកទេគេជូនណាមេទាំងអស់ណាជំរាបគាត់សាធុសាធុសាធុហ្នឹងនៅលើណាមេចាត់ចែងក៏ជូនផ្ទាល់អីទេមិនអីទេមិនចាត់ចែងទេត្រូវតែចាត់ចែងឲ្យច្បាស់ច្បាស់អញ្ចឹងចាកុំឲ្យលុយគេកូនអើយហើយម្ដាយចាស់កូនទៅហត់សុកចិត្តមកបើសារខ្ញុំរត់អ្នកមកចាំនៅអត់បានបាទអត់បានអញ្ចឹងខ្ញុំអត់បានមានរលឹងបើសិនជាមានរោគគេបានគេទៅចាំណាព្រោះអីរហូតដល់មានក្មួយជួយចាំតែក្មួយទៅស្រុកបាទអញ្ចឹងទៅគឺរោគណាអត់បានហើយប្រពន្ធខ្ញុំវិញកូនឲ្យទៅជួយមើលចៅនៅពេញនោះ5ថ្ងៃបានឆ្លងមកវិញអញ្ចឹងបីបានមកជាមួយចុះបានអ្នកណាគេនៅជាមួយគាត់នៅរោគគេចិត្តខាងឲ្យគេជួយមើលសិនណាបាទបងទៅជួយទៅវិញបាទខ្ញុំទៅវិញឥឡូវហ្នឹងបាទអត់បានសម្រាប់ទេចឹងមកសម្រាប់ហ្នឹងដែរតែរោគអ្នកដែលខ្ញុំខំរៀបចំគាត់ឈឺអីគេបណ្ដាយគាត់ចាស់ហើយអាយុ86ហើយអូ86ហើយប្រជជនច្រើនធ្ងន់តិចគាត់ធ្ងន់តិចអាយុស្ទើរយ៉ាងហ្នឹងនេះគឺពេជ្រដាច់ឆ្នាំចាំគាត់គេថាអាចជួយគាត់បានសាធុលុយនេះបានដល់មណ្ឌលកុមារសូមកូនទទួលផងណាមិនមែនឲ្យកូនតែម្ចាស់ទៀនទេណាកូនបាទជូនផងកូនជូនបនដល់ម្ចាស់ដែលបាននាំបច្ច័យមកនេះណាក៏សូមឲ្យបានកុសលផលបនទាំងអស់គ្នាណាបាទហើយមួយទៀតគឺខ្ញុំសូមចូលចៃសាលាចូលរួមកសាងឬធ្វើអ្វីគឺស្ដេចទៅលើអ្នកមេអ្នកចាត់ចែងនេះបច្ច័យ4បាទចែក4ចាចែក4ចាហើយ20000រៀលនេះគឺជារបស់បងស្រីទេវីនិងស្វាមីរស់នៅស្រុកកោះធំខេត្តកណ្ដាលបាទដូច្នេះក៏សូមចូលរួមជាមួយអ្នកមេដែរសាធុសាធុសាធុសូមជូនបនកសលដល់បងឈ្មោះទេវីអញ្ចឹងហ៎បាទបងស្រីទេវីហើយនឹងក្រុមគ្រួសារហើយនឹងបងប្រុសឈ្មោះវុឌ្ឍពូវុឌ្ឍព្រមទាំងក្រុមគ្រួសារដែលមានសទ្ធាជ្រះថ្លាបរណាបច្ច័យ4ជូនភ្ជាប់និស្ស័យជាមួយអ្នកមេភ្ជាប់និស្ស័យជាមួយមហានគរយើងក៏សូមឲ្យកសលផលបន់ទាំងឡាយណាតម្កល់គ្រប់ជាន់គ្រប់ជាតិឲ្យកើតជាតិណាសបោសបាយសម្បូរដោយលាភសម្បូរដោយទ្រព្យបបោដោយសុខភាពបបោដោយបញ្ញាឆ្លៀសវៃគ្រប់ជាន់គ្រប់ជាតិជាពិសេសជួបព្រះច្បាស់នឹងធម៌ណាហ្នឹងហើយសូមរតនាបនលោកអើយសាធុសាធុសាធុហើយខ្ញុំជាអ្នកដើរធ្វើបនជាមួយមនុស្សចាស់ទេចឹងខ្ញុំជូន100000នេះជូនទៅលោកយាយអូជូនអត់ទេត្រូវទទួលកុំឲ្យអាចសទ្ធាមិនមែនទេខ្ញុំជូនលោកយាយជូនលោកយាយចាស់ខ្ញុំជូនគាត់បានអត់ទេបងកុំប្រកាសលុយបនទទួលចោះខ្ញុំទៅដល់ទីណាក៏ដោយគឺតែខ្ញុំតែយកបច្ច័យទៅបានដែរអត់ទេនេះមិនមែនទេគឺជូនបនខ្ញុំធ្វើទៅជាមួយមនុស្សចាស់លើជួយចាស់ត្រូវហើយហ្នឹងហើយគាត់ធ្វើមួយមនុស្សចាស់អញ្ចឹងហ្នឹងហើយនៅដៃកូនប្រុសមួយនោះដែលគាត់នៅហើយខ្ញុំក៏មានសទ្ធាជួយជូនឱសថមកឈុតដល់លោកយាយពិសាទៅឲ្យឆ្អឹងរឹងមាំជួយកលៀនជួយកេះជួយកម្លាំងណាបាទជួយឲ្យលោកយាយបានមានកម្លាំងកំហែងណាហ្នឹងហើយចាំខ្ញុំជូនខ្ញុំគ្រូតារាណាខ្ញុំផ្នែកខាងគេថា
นโกกาយើងហ្នឹងណាបាទរៀបចំនគរការ